บัตรสวกรมគ្នាយើងមកកាន់ការរៀនវិញ្ញាសាត្រៀមប្រឡងបដិបឆ្នាំ2025លើវិញ្ញាសាទី2នៃមុខវិជ្ជាប្រវត្តិវិទ្យាហើយគ្នាយើងអាចរៀនបានទាំងវិទ្យាសាស្ត្រពិតទាំងវិទ្យាសាស្ត្រសង្គមដូចគ្នាអូខេតោះយើងចូលវិញ្ញាសាយើងសំណួរទី1តើប្រជាខ្មែរអង្គណាដែលទាមទារឯករាជ្យពីបារាំងបានសម្រេចសំណួរទី2ហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាណាព្យាបាលជាមួយបារាំងសំណួរទី3ជួបពណ៌នាពីសមិទ្ធផលរបស់សង្គមរាស្ត្រនិយមពីឆ្នាំ1950ដល់ឆ្នាំ1970សំណួរទី4តើសង្គ្រាមស៊ីវិលពីឆ្នាំ1970ដល់ឆ្នាំ1975បង្កផលវិបាកអ្វីខ្លះមកលើកម្ពុជាបាទយើងចូលចម្លើយទាំងអស់គ្នាសម្រាប់ចម្លើយទី1ប្រជាខ្មែរដែលទាមទារឯករាជ្យពីបារាំងបានសម្រេចគឺព្រះបាទនរោត្តមសីហនុបាទសម្រាប់ចម្លើយទី2បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាណាព្យាបាលជាមួយបារាំងពីព្រោះប្រទេសកម្ពុជាកាន់តែទន់ខ្សោយហើយទឹកដីខ្មែរកាន់តែរួមតូចទៅនឹងមានវិបត្តិផ្ទៃក្នុងប្រទេសសៀមនិងយួនឬអាណាមនៅតែប៉ុនប៉ងរំលាយជាតិសាសន៍ខ្មែរឈ្លានពានទឹកដីខ្មែរដែលយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរចង់បានមហាអំណាចអឺរ៉ុបមួយបារាំងមកជួយការពារទឹកដីខ្មែរពូជសាសន៍ខ្មែរចំណុចចុងក្រោយដោយសារតែមានការណែនាំពីពុទ្ធចិត្តសាសនាកាតូលិកឈ្មោះថាន់មីសធ្វើឲ្យព្រះអង្គឌួងពឹងបារាំងហើយគ្នាយើងអាចដាក់មតិផ្សេងទៀតក៏ត្រូវដែរឲ្យទៅពាក់ព័ន្ធជាមួយនឹងសំណួរនេះសម្រាប់ចម្លើយនៃសំណួរទី3ពណ៌នាពីសមិទ្ធផលនៃរបបសង្គមរាស្ត្រនិយមសម្រាប់វិស័យនយោបាយការប្រពៃសមាជធ្វើឲ្យការអភិវឌ្ឍជាតិលើគ្រប់វិស័យស្របតាមឆន្ទៈប្រជាជនការអនុវត្តនយោបាយអព្យាក្រឹតបានធ្វើឲ្យប្រទេសជាតិបានសុខសន្តិភាពរយៈពេល15ឆ្នាំស្របពេលដែលប្រទេសជិតខាងជួបនឹងសង្គ្រាមកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ធ្នូ1555កម្ពុជាឈ្នះក្តីក្នុងរឿងក្តីក្តាមប្រាសាទព្រះវិហារនៅឆ្នាំ1962ឬក៏យើងអាចដាក់ថ្ងៃក៏បានដែរថ្ងៃទី15មិថុនាឆ្នាំ1962សម្រាប់វិស័យសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើចំណុចទី1កសិកម្មការអនុវត្តនយោបាយទឹកបានបង្កើតប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងការពង្រឹងដីដាំដុះដែលធ្វើឲ្យមានកំណើនទិន្នផលឧស្សាហកម្មកំណើនរោងចក្រឧស្សាហកម្មជាច្រើនដូចជារោងចក្រក្រដាសវាយនភ័ណ្ឌក្តារបន្ទះស៊ីម៉ង់ស្រាបៀរដំឡើងត្រាក់ទ័របាវក្រចៅឡាក់ពាណិជ្ជកម្មនាំចេញនៅផលិតផលកសិកម្មដូចជាស្រូវអង្ករម្រេចកប្បាសបាវក្រចៅធនាគារនិងហិរញ្ញវត្ថុលេចឡើងនៅធនាគារឯកជនជាច្រើននិងប្រាក់រៀលក្លាយជារូបិយវត្ថុប្រើប្រាស់ជាផ្លូវការវិស័យគមនាគមន៍សាងសង់ផ្លូវជាតិផ្លូវដែកស្ពានកំពង់ផែអាកាសយានដ្ឋានសម្រាប់វិស័យអប់រំវប្បធម៌អប់រំសិក្សាធិការបង្កើតសាលារៀនពីទីក្រុងរហូតដល់ទីជនបទពីមត្តេយដល់ឧត្តមសិក្សាមានកំណើនធនធានមនុស្សផ្នែកកីឡាបង្កើតពហុកីឡដ្ឋានជាតិពហុកីឡដ្ឋានតាមខេត្តស្រុកសាលារៀននិងកន្លែងសម្រាប់កីឡាករហ្វឹកហាត់ស្នាក់នៅសាសនាបង្កើតវត្តអារាមជាច្រើននិងពុទ្ធិកបឋមសិក្សារហូតដល់មធ្យមសិក្សាសិល្បៈបង្កើតសាលាសិល្បៈរោងមហោស្រពនៅតាមទីរួមខេត្តនិងធ្វើការជួសជុលប្រាង្គប្រាសាទបុរាណអភិរក្សសម្បត្តិវប្បធម៌វិស័យសង្គមសុខភាពជាបញ្ហាចម្បងដូច្នេះរដ្ឋាភិបាលបានបង្កើតមន្ទីរពេទ្យជាច្រើនព្រមទាំងចាត់ចែងវិធានការចាក់ថ្នាំការពារនិងអនាម័យលំនៅឋានបង្កើតច្បាប់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមជ្ឈមណ្ឌលអប់រំស្ត្រីពាសាប្រសិទ្ធឲ្យស្ត្រីក្នុងការបោះឆ្នោតនិងចូលឈ្មោះបោះឆ្នោតនៅថ្ងៃទី9មករាឆ្នាំ1958សម្រាប់ចម្លើយនៃសំណួរចុងក្រោយសំណួរទី4សង្គ្រាមស៊ីវិលពីឆ្នាំ1970ដល់ឆ្នាំ1975បាននាំមកនូវការខូចខាតនិងវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់កម្ពុជាដូចជា1វិនាសកម្មខាងសង្គមសម្រាប់ជីវិតមនុស្សរាប់លាននាក់និងធ្វើឲ្យមានរបួសនិងពិការជាច្រើនអ្នកបន្សល់ទុកនៅស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាគ្មានទីពឹងប្រជាជនរងទុក្ខវេទនាព្រាត់ប្រាសគ្រួសារផ្ទះសម្បែងជួបគ្រោះទុរភិក្សបំផ្លាញផ្ទះសម្បែងវត្តអារាមសាលារៀនគ្រឹះស្ថានសាធារណៈមន្ទីរពេទ្យ
បំផ្លាញទុនធានមនុស្សជួបនៅភាពអនាធិបតេយ្យចោរកម្មពុករលួយអយុត្តិធម៌បំបត្តិសិទ្ធិសេរីភាពសម្រាប់ការខូចខាតផ្នែកសេដ្ឋកិច្ចដោយស្រែចម្ការຕົកទំនេរចោលនិងខ្លាចជាចម្ការមីនរណ្ដៅគ្រាប់បែកសំណង់ធារាសាស្ត្រសំណង់បរិខាស្ពានផ្លូវថ្នល់កំពង់ផែត្រូវខ្ទេចខ្ទាំកសិដ្ឋានរោងចក្រសិប្បកម្មរោងចក្រសហគ្រាសត្រូវបំផ្លាញចម្ការកស៊ូត្រូវខូចខាតវិស័យពាណិជ្ជកម្មត្រូវរាំងស្ទះបាត់បង់ធនធាននិងអ្នកវិនិយោគមិនហ៊ានចូលមកដាក់ទុនទំនិញឡើងថ្លៃអតិផរណាខាងនយោបាយអស្ថិរភាពខាងនយោបាយបាននាំមកនូវការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះជាតិកម្ពុជាលើឆាកអន្តរជាតិកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីប្រជាជនអស់ទំនុកចិត្តលើអ្នកដឹកនាំអស់សង្ឃឹមលើវាសនាជាតិខ្លួននាំកម្ពុជាទៅរកការបាក់បែកជាតិការសម្លាប់រង្គាលលើសាសនាឯងរបបកម្ពុជាប្រជាធិបតេយ្យនិងចំណុចចុងក្រោយកម្ពុជាជាប្រទេសរស់នៅដោយឯកាបាទអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់នៅវិញ្ញាសាត្រៀមប្រឡងបាដប់ឆ្នាំ2025សម្រាប់បាទអរគុណហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងវិញ្ញាសាទី3ទាំងអស់គ្នាបាទសូមអរគុណ